បាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទវិសាលបាទសូមបង្ហាញនៅទីតាំងដីមួយកន្លែងដែលស្ថិតនៅភូមិព្រឹកឃុំបឹងនិមលស្រុកឈូកខេត្តកំពតបាទទីតាំងដីនេះផងដែរគឺស្ថិតនៅចម្ងាយ500ម៉ែត្រពីផ្លូវជាតិលេខ3បាទផ្លូវជាតិលេខ3បាទ500ម៉ែត្រពីផ្លូវជាតិលេខ3បាទនោះឃើញឡានរថម៉ូតូបាទហើយស្ថិតនៅក្រោយរោងចក្រដែលកំពុងតែសាងសង់បាទរោងចក្រនេះផងដែរគឺជារោងចក្រសម្លៀកបំពាក់បាទហើយទីតាំងដីនេះផងដែរគឺដើរដល់បាទដើរដល់រោងចក្របាទឆក់ចូលខាងនេះបាទហើយដើរទៅដល់បានបាទទីតាំងដីនេះមានទំហំក្បាល30ម៉ែត្របាទចាប់ពីខាងនេះបាទចាប់ពីខាងនេះបាទលោទៅដល់នោះហើយជម្រៅទៅក្រោយទៅនោះដល់នោះ110ម៉ែត្របាទ110ម៉ែត្រគាត់ថាទីតាំងដីនេះវាអត់ពេញសាច់ទេវារួមក្រោយទៅក្រោយបាទទៅខាងក្រោយបាទអញ្ចឹងយើងទៅមើលព្រំទាំងអស់គ្នានេះព្រំខាងស្ដាំទៅតាមនេះទៅតាមនេះព្រៃនេះបាទទីតាំងដីនេះផងដែរគឺមានតម្លៃធូរបាទតម្លៃធូរគឺ$13000ចរចាបាទ$13000ចរចាប្លង់ប្រភេទប្លង់ប្រកាន់ដៃទទួលប្លង់រឹងប្លង់ LMF បាទផ្ទេរកម្មសិទ្ធិជូនអ្នកទិញបាទផ្ទេរកម្មសិទ្ធិជូនអ្នកទិញនេះព្រមខាងនេះបាទទៅអញ្ចឹងទៅទីតាំងដីនេះបើអញ្ជើញមកពីខាងភ្នំពេញដល់គីឡូលេខ112បាទ112នេះគឺចុះបត់ស្ដាំដៃតា500ម៉ែត្រដល់បាទនេះព្រមតាមនេះវារាវទៅក្រោយរាវគូនអញ្ចឹងបាទរាវគូនអញ្ចឹងនេះបត់មកឆ្វេងមកទៅនោះវិញបាទតោះយើងទៅខាងក្រៅ110ម៉ែត្រវាវែងដែរបងប្អូនវាវែងដែរទីតាំងដីនេះស័ក្តិសមបំផុតធ្វើកតុបជួលឲ្យកម្មករបាទរោងចក្រសម្លៀកបំពាក់ហ្នឹងត្រូវការកម្មករបាទហើយជា3000នាក់អីដែរតាមមើលបាទហ្នឹងហើយបាទអញ្ចឹងធ្វើជាកតុបជួលឬក៏ទិញទុកចំណេញក៏បានដែរបងប្អូនបាទដោយសារតែនៅគៀករោងចក្របាទនៅគៀករោងចក្រនេះទៅក្រោយអញ្ចេះបាទទៅក្រោយអញ្ចេះហើយនេះបត់មកឆ្វេងអញ្ចេះបាទបត់មកឆ្វេងអញ្ចេះវែងបាទវែង110ម៉ែត្រវែងបាទបត់មកអញ្ចេះមកបាទដល់ព្រៃនេះបត់ទៅមុខវិញបាទទៅមុខវិញអូបាទដើមមិនទាន់ផុតផងបាទនេះរោងចក្រនេះកំពុងសាងសង់រាល់ថ្ងៃបាទកំពុងសាងសង់រាល់ថ្ងៃបាទបងប្អូនមានចំណាប់